ហៅផ្កាអីគេបង អូបងអានេះគេហៅថាផ្កាវើក្លូតបងផ្កាវើក្លូត បាទ ផ្កាវើក្លូតនេះគឺតំណាងឲ្យជាតិខ្មែរគឺតំណាងឲ្យអប្សរាខ្មែរយើងហ៎បងព្រោះនេះថៃវាកំពុងតែចង់បានណានេះអាវើក្លូតនេះទៅដាំខ្ញុំសុំស្នំពោខ្ញុំសុំស្នំពោឲ្យពុកម៉ែបងប្អូនថាកុំចាញ់បកថៃសោះកុំលក់ដើមនេះទៅឲ្យថៃ បាទ ថៃក្នុងមួយចំនួននេះវាគិតវាទុកចាត់ទុកជារបស់យើងចំនួនទី2 100ឆ្នាំក្រោយ200ឆ្នាំក្រោយគឺដើមនេះដោះពេញទឹកដីវានឹងបំបត្តិប្រវត្តិសាស្ត្រយើងហើយវាចាត់ទុកថានេះគឺជារបស់វានេះជារបស់ថៃនេះគឺសន្តានចោរថៃគឺវាពួកវាគឺទិញចោលឯងវាលួចរបស់គេនេះបងប្អូននេះបងប្អូនកុំចង់បានលុយតិចតួចហើយយើងលក់ជាតិសាសរបស់យើងកុំឲ្យសោះបងប្អូនអានេះខ្ញុំផ្ដាំខ្ញុំក៏អ្នកមានអីដែរបងគឺខ្ញុំអ្នកក្រោយដូចគ្នាប៉ុន្តែគឺខ្ញុំស្ដាយវប្បធម៌ខ្មែរយើង100ឆ្នាំនេះវាចាត់ទុករបស់យើង100ឆ្នាំក្រោយរបស់វាយើងអត់មានទៅទៀមទីវាបានទេព្រោះថៃវាប្រកាន់ជាប់ណាស់ព្រោះវាមានទំពាំងស្នងស្រីច្រើនទំពាំងស្នងស្រីស្រុកខ្មែរយើងវាបាត់បង់ច្រើនឧស្សាហ៍ដែរបានថាខ្ញុំការពារថាកុំអោយបងប្អូនលក់របស់ដែលមានតម្លៃនេះទៅអោយថៃសូម្បីតែប្រទេសថៃប៉ុណ្ណាក៏កុំលក់ដែរបងប្អូនព្រោះនេះគឺរបស់តំណាងជាតិយើងនៅលើភ្នំក្លៀនយើងវាមិនខ្វះទេបងប្អូនកំពេះបានថាខ្ញុំមិនចង់អោយបងប្អូនសម្បត្តិប្រវត្តិសាស្ត្រយើងយកទៅលក់ឲ្យគេវាហៅថាប្រវត្តិសាស្ត្រចំដែរណាបងប្អូនវាគាត់ថាណាអានេះបាទនិយាយរួមទៅខ្ញុំគ្រាន់តែចង់ផ្ដាំថារបស់អីយើងដែលថៃវាចង់បំផ្លាញយើងកុំលក់ឲ្យវាអសោះយើងធ្វើពាក្យលីកាទៅកុំលក់ឲ្យអារបស់ដែលមានតម្លៃទៅឲ្យគេអសោះព្រោះអានេះគឺតំណាងជាតិយើងបើហ៊ានលក់ឲ្យគេយករបស់តំណាងជាតិយើងនេះវាយកទៅទៅតំណាងជាតិរបស់វាយើងអត់មានអីដោះស្រាយជាមួយវាទេនេះរបស់ខ្មែរយើងសុទ្ធសាធ 100% បងប្អូននេះឃើញទេនេះស្អាតមែនទេស្អាតវាមិនខ្វះទេនៅលើភ្នំក្លែនវាកំពេះវាច្រើនមែនទេបាទជាចុងក្រោយខ្ញុំស្នំពោថាកុំលក់ចុងក្រោយខ្ញុំស្នំពោថាកុំលក់ឲ្យថៃអសោះកុំលក់តាមខ្ញុំទៅដើមវាមានអត្ថប្រយោជន៍ច្រើនមែនទេដើមវាចាំខ្ញុំបកស្រាយនៅពេលក្រោយទៀត